អាចញាធរជំនាញបានដុតបំផ្លាញគ្រឿងញៀនចំនួន5,622 គីឡូក្រាមដែលគ្រឿងញៀនទាំងនេះត្រូវបានបង្ក្រាបនិងរឹបអូសបានពីភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកំពង់ឆ្នាំងចាប់តាំងពីឆ្នាំ2025មកពិធីដុតគ្រឿងញៀននេះត្រូវបានធ្វើឡើងអំនឹងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទរួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិតនៅភូមិសាស្ត្រខេត្តកណ្ដាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់យ៉ាងដូចនេះក្រុមអក្រិតជនតែងតែផ្លាស់ប្ដូរមធ្យោបាយនិងឧបាយករណ៍ជានិច្ចក្នុងការលបលួចធ្វើសកម្មភាពទុច្ចរិតដើម្បីគេចផុតពីសំណាញ់ច្បាប់សមត្ថកិច្ចកម្ពុជាក៏បានបំពេញប្រតិបត្តិការយ៉ាងសកម្មក្នុងការទប់ស្កាត់និងបង្ក្រាបបញ្ហាគ្រឿងញៀននេះជាបន្តបន្ទាប់ជាស្ដែងចាប់តាំងពីឆ្នាំ2025កន្លងមកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចបង្ក្រាបនិងរឹបអូសបានគ្រឿងញៀនសរុបប្រមាណជាង5តោនដែលនឹងត្រូវដុតបំផ្លាញចោលចំពោះមុខប្រជាពលរដ្ឋនាឱកាសនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសង្កេតឃើញបច្ចុប្បន្នស្ទើរតែគ្មានគ្រួសារណាមួយដែលមិនរងផលប៉ះពាល់នឹងបញ្ហាគ្រឿងញៀននោះឡើយដូច្នេះដើម្បីចូលរួមទប់ស្កាត់និងលុបបំបាត់បញ្ហានេះឲ្យកាន់តែមានប្រសិទ្ធភាពអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសការផ្ដើមចេញពីគ្រួសារនីមួយតាមដានអប់រំនិងណែនាំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទូចដល់អាជ្ញាធរគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងកងកម្លាំងប្រដាប់អាវុធចូលរួមទប់ស្កាត់និងបង្ក្រាបឲ្យម៉ឺងមាត់ផងដែរ